វ៉ាត់របស់ខ្លួនជាមួយនឹងកីឡាករបាទសក្រៅផេតយិនឌីអាខេដេមីបាទយើងទស្សនារូបភាពយឺតបង្ហាញជូនបាទពីក្រុមការងារបាទស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជាបាទដើរចូលទាត់ឆ្វេងរបស់បាទទុំគិតិចាក់ជើងក្រោមស្ដាំមកវិញរបស់ឃីមបូរ៉ាបាទរូបភាពយឺតបង្ហាញរួចរាល់បាទយើងត្រៀមទស្សនាការប្រកួតទឹកទី5ដែលជាទឹកកាត់សេចក្តីបាទយ៉ាងណាមុននឹងការប្រកួតទឹកចុងក្រោយជឿនចូលមកដល់ពុកម៉ែបងប្អូនបាទសូមសម្លេងមួយនៅទឹកចុងក្រោយគ្រុតគុនខ្មែរគូទី7ដែលជាគូអន្តរជាតិកាពីសារវត្តរវាងកម្ពុជាថៃទឹកទី5ជាទឹកផ្ដាច់ព្រាត់Final Round រីទស្សនាទឹកទី5ដែលជាទឹកផ្ដាច់ព្រាត់អូយបាទស្វិតស្វាញណាស់តឹងតែងណាស់បងប្អូនអ្នកទស្សនាហ្នឹងក៏តឹងតែងដូចគ្នាបងប្អូនសូមកម្លាំងចិត្តទាំងអស់គ្នាមួយអ្នកស្ដាំរបស់ឃីមបូរ៉ាតោះស្ដាំពីទុំគីទេមួយដៃឆ្វេងបូរ៉ាកែងរបស់បូរ៉ាចាក់ជង្គង់របស់បូរ៉ាចាក់ជង្គង់ពីទុំគីទេជង្គង់ដូចគ្នាបាទលោកអញ្ញាកដាកបំបីអូបាទយើងមកទស្សនាជាបន្តអ្នកស្ដាំរបស់ឃីមបូរ៉ាតោះស្ដាំពីទុំគីទេចាក់ជង្គង់របស់បូរ៉ាណាចឹងមិនថាការប្រកួតដណ្ដើមខ្សែក្រវ៉ាត់អ្នកមកដណ្ដើមត្រូវតែប្រឹងប្រកួតត្រូវតែប្រឹងដើរបុកដើរវាយបាទដើម្បីដណ្ដើមបានអ្នកការពារក៏ដូចគ្នាគេអត់ប្រហែសទេគេប្រយ័ត្នណាស់បាទឥឡូវសម្រួលបន្តិចសិនគោដៃគ្នាមួយដៃស្ដាំរបស់បូរ៉ាចាប់គ្រាចាក់ជង្គង់ពីទុំគីទេកាច់រុញលោកអញ្ញាកដាលកញ្ញាចេញសិនអរគុណណាស់ឥឡូវនេះអ្នកអញ្ញាសម្អាងវឌ្ឍនៈនិងអាដាមគមធីឧបត្ថម្ភបន្ថែម50,000រៀលដល់ឃីមបូរ៉ាបាទសរុបគេ2លានរៀលហើយបាទសម្រាប់ឃីមបូរ៉ាតោះឆ្វេងទុំគីទេចាប់គ្រាបត់កែងឆ្វេងបន្តិចរបស់បូរ៉ាចាក់ជង្គង់មួយទៀតបាទលោកអញ្ញាកដាកបបែដើរចូលពីបូរ៉ាតដើរចូលទៅជីហើយគឺចេញហើយបាទកែងអញ្ចឹងប្រកួត5ទឹកបែបនេះកីឡាករទាំងអស់ពីសមត្ថភាពហើយឈ្នះក៏ឈ្នះដល់អស់ចិត្តចាញ់ក៏ចាញ់ដល់អស់ចិត្តដូចគ្នាបាទចាក់ជង្គង់របស់ទុំគេទេបាទលោកអញ្ញាកដាក៏បបាយជាថ្មីបាទចុងទឹកទី5ហើយអ្នកស្ដាំពីទុំគេទេតោះស្ដាំមួយទៀតប៉ុន្តែអត់ចំទេហកធាក់ស្ដាំរបស់បូរ៉ាចប់ទឹកទី5បាទចប់ទឹកទី5បងប្អូនគ្រាន់តែចប់ការប្រកួតភ្លាមកីឡាករទាំងពីរបានបង្ហាញនៅកាយវិការមួយដ៏ល្អគឺបាទក្រៀកកគ្នាក្នុងនាមជាបងជាប្អូនជាគ្រួសារកីឡាតែមួយបាទសូមសម្លេងហៅឲ្យកីឡាករទាំងពីរមួយបងប្អូនក្រហមឬខៀវបាទក្រហមឬខៀវបាទគិតថាខៀវសូមសម្លេងមួយចូលបាទគិតថាក្រហមសូមសម្លេងមួយបាទអញ្ចឹងយើងទស្សនារូបភាពយឺតបន្តិចសិនបាទដើរចូលត្រង់នេះបាទពីកីឡាករឃីមបូរ៉ាហើយក៏ប្រើបាទសព្រះរៀមបាទចូលប្លោះឃុំបាទចាប់កាច់កករបស់កីឡាករទុំគីទីបាទកែងខ្លីស្ទាំងឆាបមកកាច់មកត្រង់នេះជាបន្តអូយបាទលុតផ្ទះជង្គង់ស្ដាំនៅសុទ្ធតែភ្លឹបបាទហើយរូបភាពយឺតក៏បានបញ្ចប់រួចរាល់បាទយើងត្រៀមស្ដាប់ជាមួយនឹងការប្រកាសលទ្ធផលជាផ្លូវការចាំមើលថាបាទតើខ្សែក្រវ៉ាត់បាទគ្រុតគុនខ្មែរក្នុងប្រភេទទម្ងន់60គីឡូក្រាមបានទៅកីឡាកររូបណាបាទពុកម៉ែបងប្អូនបាទសុំម្ដងទៀតក្រហមឬខៀវបាទបើសិនជាក្រហមសុំសម្លេងមួយចូលបើសិនជាខៀវសុំសម្លេងមួយបាទ
ចំណាយើងរងចាំបាទការប្រកាសលទ្ធផលជាផ្លូវការខណៈដែលបាទក្រដាស់បន្ទុកពីអង្គចៅក្រមទាំង5ក៏បានមកដល់ដៃគណៈវិនិច្ឆ័យរួចរាល់បាទកំពុងតែបូកបន្ទុកយ៉ាងសភាពវិនិច្ឆ័យតែម្ដងហើយលទ្ធផលយើងនឹងបានជ្រាបនាពេលបន្តិចទៀតនេះបាទចំណាមុននឹងប្រកាសលទ្ធផលខ្ញុំបាទក៏សូមជម្រាបជូនពុកម៉ែបងប្អូនសាជាថ្មីបាទគូនេះហើយយើងនឹងសល់ការប្រកួតបាទគូដណ្ដើមនឹងការពារខ្សែក្រវ៉ាត់មួយគូទៀតរវាងកីឡាករលន់បញ្ញានិងកីឡាករថៃអរគុណច្រើនបាទសូមប្រកល់ទូរទស្សន៍ជូនគណៈកម្មការដើម្បីប្រកាសលទ្ធផលជាផ្លូវការ ចាសូមអរគុណកីឡាករបង្គោលក្រហមឃឹមបូរ៉ាឆ្នើកកីឡាករបង្គោលខៀវដោយពិន្ទុ